Khmer PC Knowledge សនស្វាគមន៍សូមជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានមេរៀនថ្មីៗសួស្តីនេះខ្ញុំបង្ហាញពីរបៀបនៃការតម្លើងOffice 2024អញ្ចឹងអ្នកគ្នាអាចចូលមើលបានទីមួយយើងចូលទៅកាន់ browser របស់យើងមកទៅមកទៀតយើងវាយ website នៅ website ខ្ញុំដាក់ Cambodia Post New blogspot.com ចឹងយើងចូលទៅធ្វើការ download នៅ software វាចឹង software ហ្នឹងគឺខ្ញុំដាក់ MS Office 2024បន្តមកទៀតយើង scroll ទៅក្រោមទៅscroll នៃ free download អូខេនេះ free download MS Office 2024បន្តមកទៀតអ្នកគ្នាចុចទៅលើពាក្យទាញយកនៅកន្លែងនេះឬក៏សញ្ញាព្រួយបើចុចក្រោមត្រង់នេះមកចឹងបន្ទាប់ពីយើងទាញយកហើយ upload ចូលពេញហើយយើងចូលមក folder នេះចឹងយើងអាច extract វាសិនមកស្ដាំយើងយក extract all មក extract មកហើយយើង cut វា Ctrl X តមកទៀតយើងចូលទៅកាន់ Drive C ហើយយើងផាសវាចូលមកនេះមកបន្ទាប់មកយើងចូលទៅកាន់ folder វាម្ដងទៀតចូលមកឲ្យចូលនៅក្នុងលក្ខខណ្ឌបែបនេះណាហើយអ្នកគ្នាអាចចុចនៅខាងលើកន្លែង location វាចុចមកខាងក្រោយវាកុំចុចនៅត្រង់នេះកុំចុចលើនេះជានៅខាងក្រៅបែបនេះរួចហើយ copy បន្ទាប់ពីអ្នកគ្នា copy ហើយចូលទៅកាន់ search គ្នាវាយពាក្យថា CMD ហើយយកពាក្យថា run as administrator បន្តមកទៀតយើងវាយពាក្យថា CD ដកឃ្លាមួយខាសវាចូលរួច enter មួយបន្តមកទៀតយើងធ្វើការសរសេរ setup space 1 backspace backslash បន្ទាប់មកយើងសរសេរពាក្យថា configure ដកឃ្លា configuration .xml ហើយ enter មកតមកវានឹងចាប់នៅ Office ហ្នឹងដំឡើងទៅខ្លួនវាស្វ័យប្រវត្តិអញ្ចឹងមានតែប៉ុណ្្នឹងទាក់ទងនឹងការដំឡើងហើយបន្តមកទៀតខ្ញុំនឹងបន្ថែម activate ទៅក្រោយរបៀប activate វាយ៉ាងម៉េចអញ្ចឹងរងចាំវាដើរ Office នឹងដើរជាប់ 100% នៅពេលណាយើង close វាចេញទៅអូខេអញ្ចឹងយើងរងចាំបងប្អូននេះអូខេយើងបន្ទាប់ពីវាដើរជាប់វាចេញបែបនេះហើយតមកយើង close ចេញទៅ close បិទវាចោលទៅហើយយើងទៅបើកនៅកម្មវិធី Office សាកបងមើលសិនតើអត់បន្ទាប់ពីវាដំណើរការបែបនេះអ្នករងចាំពាក្យ accept អូខេ accept ហើយ close ទៅមកទៀតយើងចូលទៅកម្មវិធីមួយទៅបិទវាចោលទៅមកទៀតយើងបិទកម្មវិធីនេះចេញទៅ CMD យើងចូលមកលើ file របស់យើងវិញនេះក្នុង Drive C នេះចូលមកហើយយកកន្លែង Office 24នេះទៀតទៅហើយបើកនៅកន្លែង Notepad ខ្ញុំបានដាក់នេះបន្តមកអ្នកគ្នា copy យក code នៅខាងលើនៅត្រង់នេះដែលមានឈ្មោះ IOM នេះហើយទាញដល់ត្រង់នេះណាតោះមកយើង copy ហើយចូលទៅកាន់ search របស់យើងវាយពាក្យថា PowerShell អញ្ចឹងបន្ទាប់ពីអ្នកគ្នាវាយ PowerShell មកយកកន្លែងនេះ run as administrator ចូលមកវារងចាំឲ្យវា load system 32បែបនេះហើយអ្នកផាសចូលមកហើយគោះ enter មួយតោះមកយើងរងចាំវាឲ្យវាចេញនៅCMD ថ្មី mistake ថ្មីដើម្បីធ្វើការ activate អញ្ចឹងបន្ទាប់មកវាចេញមកផ្ទាំងបែបនេះហើយយើងបាច់ទៅខ្វល់ខ្វាយមើលច្រើននេះយើងយកទៅត្រឹមលេខ4ហ្នឹងចុចលេខ4 2ដងណាចុចលេខពីលើហ្នឹងលេខ4ហើយលេខ4ទៀត
តមកយើងធ្វើការរងចាំវាទៀតរងចាំវារហូតដល់វាដល់ចប់គឺ Office របស់យើងជោគជ័យហើយមានតែប៉ុណ្្នឹងទេអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូក្រោយអូខេចឹងដល់ពេលដែលវាដល់ចប់គឺលោតបែបហ្នឹងនេះលោតពាក្យថា please any key to back ចឹងយើងចុច keyboard ណាមួយក៏បានដែរចុចទៅហើយតមកយើងចុចបិទវាចោលទៅចប់សពគ្រប់ហើយ Office របស់យើងគឺជោគជ័យហើយមានតែប៉ុណ្្នឹងទេ